នេះខ្ញុំមានវីដេអូមួយដែលបង្ហាញដល់អ្នកគ្នាអំពីការដំឡើង Linux នៅក្នុង VMware ឬក៏ virtualization ដែលអ្នកនរគ្នាត្រូវមានកម្មវិធី virtualization គឺ VMware ហើយនឹងមាន image របស់ Linux យើងឬក៏ OS របស់ Linux យើងដែលគ្នាយើងអាចទៅទាញយកនៅក្នុងក្រុមអញ្ចឹងយើងទាញយកក្នុងក្រុមយើងខាងលើនេះ VMware កន្លែងនេះ Windows Linux ហើយខាងក្រោមនេះគឺ Windows នេះយើងយកមកតែក្នុងវីដេអូនេះយើងបង្ហាញអំពីការដំឡើង Linux ទេអញ្ចឹងជំនាញដំបូងនេះយើងបើកដំឡើងកម្មវិធី VMware ហើយយើងបើកយើងនឹងឃើញផ្ទាំង home screen មួយតែក្នុងនោះយើងคลิกយកពាក្យថា create virtual machine ណាយើងคลิก create virtual machine មកក្នុងនេះយើងមានជម្រើស2តែគេ recommend ឲ្យយើងប្រើជម្រើសទី1គឺគេហៅថា typical យើងបើសិនជាយើងប្រើ custom មានន័យថាយើងអាច configure advanced ជាងនឹងណាមានតែស៊ីជម្រើសជាងនឹងប៉ុន្តែតម្រូវការយើងជាក់ស្ដែងយើងប្រើតែ typical ទេយើងជ្រើសរើសយក typical ហើយយើង click next តមកទៀតនៅក្នុងនេះយើងមានជម្រើស3យើងមានការដំឡើងអំពី disk មានន័យថាយើងដំឡើងចេញពី CD-ROM កន្លែងនេះយើងដំឡើងចេញពី file ISO ដែលគឺយើង download នៅក្នុង Telegram វិញហ្នឹងឬក៏ website របស់ Linux ដែលយើងប្រើជា Ubuntu ចេញយកជម្រើសទី2គឺ install disk image file ដែលគេបើយកដាក់ថា ISO ដែលគេ download យកមកប្រើហ្នឹងហើយកន្លែងហ្នឹងគឺយើងត្រូវទៅប្រើរកអីគេ file ដែលយើងបាន download កន្លែងនេះដោយសារតែខ្ញុំធ្លាប់ប្រើទៅរកទីតាំងម្ដងហើយអញ្ចឹងវាខាច់ជាប់តែបើគ្នាយើងដាក់ទៅ download ហើយវានៅកន្លែង download ទៅណានៅកន្លែង download ហ្នឹងមកយើងឃើញ file download ហ្នឹងយើងរើសយកទីតាំងហ្នឹងមកអញ្ចឹងយើងរើសយកអីគេ Linux របស់យើងណា Linux របស់យើងដែលយើងប្រើជា Ubuntu អញ្ចឹងយើង select លើហ្នឹងហើយយើង open មកបាទណាអញ្ចឹងមានថា image របស់យើងយកចេញពីទីតាំងដែលយើងបាន download បន្តមកទៀតយើង click next ក្នុងកន្លែងនេះគ្នាយើងត្រូវបំពេញ username ដែល log ចូលប្រើប្រាស់ Linux លើកដំបូងរបស់យើងអញ្ចឹងកន្លែងនេះយើងដាក់ឈ្មោះពេញរបស់យើងមកហើយនេះជា username សម្រាប់ log ចូលហើយ password តបពីបំពេញព័ត៌មានទាំងអស់ហ្នឹងគ្នាយើង click next បន្តមកទៀតកន្លែងនេះគឺជាឈ្មោះ virtual machine របស់យើងសម្គាល់ថាឈ្មោះ virtual machine របស់យើងសម្រាប់ធ្វើអីគេអញ្ចឹងយើងអាចដាក់ឈ្មោះតាមការចង់បានរបស់យើងឲ្យតែយើងភ្លេចខ្លួនឯងអញ្ចឹង Ubuntu 24.04 ហើយដែលយើងសម្រាប់អីគេ test វា testing គោលបំណងដែលយើងដំឡើងហ្នឹងគឺយើងដាក់ testing ដើម្បីយើងងាយស្រួលរកបន្តមកទៀតគ្នាយើងអាចស្វែងរកទីតាំងសម្រាប់ដាក់ virtual machine របស់យើងនិយាយថាយើងប្រើរកទីតាំងយើងចង់ដាក់នៅកន្លែងណាយើងចង់បើយើងមាន drive D យើងដាក់ក្នុង drive D ហើយដាក់ឈ្មោះវាត្រឹមត្រូវមកដើម្បីអាចឲ្យគ្នាយើងយកវាទៅប្រើប្រាស់នៅ computer ផ្សេងទៀតបានឬក៏យើង copy image ហ្នឹងយកទៅបើកនៅក្នុង VMware ផ្សេងទៀតបានតោះនេះបាទអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំដាក់ by default គឺស្ថិតនៅក្នុងទីតាំង user ឈ្មោះ user OneDrive document virtual machine ហើយឈ្មោះ Ubuntu នេះ24.04 testing ហ្នឹងអាហ្នឹងគឺជាទីតាំង virtual machine ហ្នឹងដែលស្ថិតនៅតោះនេះអញ្ចឹងយើង click next ទៀតមកបន្តមកទៀតកន្លែងនេះគឺយើងកំណត់ចំនួន hard disk ដែលអនុញ្ញាតឲ្យ Linux របស់យើងយកទៅប្រើប្រាស់ពេលដែលយើងប្រើនៅក្នុង virtualize ហ្នឹងប៉ុន្តែអាហ្នឹងអាចដាក់លើសពីម៉ាស៊ីនយើងខាងក្រៅបានទេមានតែយើងខ្ចីយើង share resource ចេញពី host របស់យើង host របស់យើងជា computer របស់យើងហ្នឹងតោះនេះអញ្ចឹងកន្លែងនេះគេ by default គេឲ្យយើង20អញ្ចឹងបើសិនជាយើងមាន storage ធំយើងអាចច្រើនតិចមកដើម្បីប្រើប្រាស់ពេលក្រោយកន្លែងនេះខ្ញុំដាក់ថា 50G ចាស់អញ្ចឹងមាន storage ប្រើសម្រាប់ Linux ហ្នឹងណាខ្ញុំជ្រើសរើសយក 50G តមកទៀតកន្លែងជម្រើស2នេះយើងមាន store virtual disk a single file កន្លែងនេះបើសិនជាយើងជ្រើសរើសយកចំណុចនេះមានន័យថា virtual disk របស់យើងមានតែមួយ file ទេហើយយើងពិបាកក្នុងការ extend ក្នុងករណីដែលយើងប្រើប្រាស់អស់អញ្ចឹងយើងពិបាកក្នុងការពង្រីកបន្ថែមតែបើសិនជាយើងយក
split virtual disk យើងមានច្រើន image ហើយយើងអាចធ្វើការងាយស្រួលពង្រីកអីគេពង្រីក disk របស់យើងឲ្យធំជាងមុនហើយនឹងងាយស្រួលក្នុងការ move ទៅ virtual machine ផ្សេងអត់ទេអញ្ចឹង recommend ខាងក្រោមនេះគឺយើងយកជំរើសក្រោមតទៅពីរើសហើយយើង click next បន្តទៀតនៅត្រង់ចំណុចនេះគឺយើងនឹង customize hardware ដែលយកទៅប្រើប្រាស់នៅក្នុង Linux machine របស់យើងតោះនេះអញ្ចឹងកន្លែងនេះយើងចុចយកពាក្យថា customize ដើម្បីកែប្រែ resource ដែលយកទៅប្រើប្រាស់ក្នុង virtual machine របស់យើងអញ្ចឹងក្នុងនេះគេ recommend ឲ្យយើងហើយយើងត្រូវដឹងថា machine យើងមាន RAM ប្រមាណ storage ប្រមាណ CPU ប្រមាណ core ប្រមាណ thread អត់ទេហើយយើងយកអាហ្នឹងមកប្រើប្រាស់ហ្នឹងគឺអាចយកធំជាងខ្លួន machine បានទេអាចលើ 50% នៃខ្លួន machine យើងទេអត់ទេបើយកធំជាងហ្នឹងវាធ្វើឲ្យកុំព្យូទ័រយើងនៅខាងក្រៅ slow អញ្ចឹងទី1យើងនិយាយពី RAM កុំព្យូទ័រយើងមាន RAM 16GB នេះ maximum មាន maximum របស់យើងគឺ RAM 16GB អញ្ចឹង recommend គេឲ្យយើងរើសយក 4GB នេះយើងរើសយក 4GB មកហើយយើងអាចសេរីត្រឹម 2GB ក៏បានដែរណាសេរីត្រឹម 1GB ក៏បាន 2GB ក៏បានអត់ទេអញ្ចឹងកន្លែងនេះគេប្រាប់យើងថានេះគេ recommend minimum អញ្ចឹងយ៉ាងតិចណាស់ក៏ 2GB ដែរណាអញ្ចឹងគេ recommend ប្រើប្រាស់ហ្មងគឺ 4GB ណាអញ្ចឹងរកយកចំណុចហ្នឹងមកតមកទៀត processor សំដៅទៅលើ CPU ដែល Linux ហ្នឹងត្រូវការដើម្បី run នៅក្នុង VM ហ្នឹងអត់ទេអញ្ចឹង processor យើងជ្រើសរើសយកចំនួនកន្លែងនេះគឺចំនួន processor យើងយក 2 ហើយ core យើងយកមួយគ្រាប់ឬក៏យើងយក 2 ក៏បានដែរបើយើងយក 2 វានឹងឡើង 4 processor ចុះកុំព្យូទ័រយើងមានប៉ុន្មាន processor អញ្ចឹងយើងអាច right click មើលកន្លែង taskbar របស់យើងនេះ tab manager ហ្នឹងមកហើយយើងនឹងឃើញកុំព្យូទ័រយើងមានប៉ុន្មាន core ហើយណាអញ្ចឹងយើងមើល CPU នេះ CPU កុំព្យូទ័រយើងមានប៉ុន្មាន core នេះយើងចូលកន្លែង CPU នេះមកយើងឃើញមានប៉ុន្មាន core នេះ CPU យើងមានប៉ុន្មាន core អញ្ចឹង CPU យើងមាន 4 core អាហ្នឹងនិយាយពី CPU ហ៎ប៉ុន្តែ processor ជា logic core អញ្ចឹងមាន 8 អត់ទេអញ្ចឹងមានថាអ្វីយើងអាចប្រើបានគឺកន្លែងនេះយើងអាចដាក់ត្រឹម 4 core ទេអស់ហើយនេះកន្លែង number core របស់យើងនេះ core របស់យើងមាន 4 ទេអញ្ចឹងហ៎ហើយនឹង maximum ហើយអត់ទេអញ្ចឹង total របស់យើង 8 នឹងអស់ហើយអញ្ចឹងយើងដាក់ត្រឹម 1 មកមានតែយើងចែករំលែកចេញពី physical machine យើងណាអត់ទេយក 1 មកហើយចំនួន processor ជា logical នេះមាន 2 អញ្ចឹងសរុប 2 core សម្រាប់ CPU របស់យើងអត់ទេតមកទៀតកន្លែង CD-ROM នេះគឺកន្លែងដែលយើងជ្រើសរើស OS កន្លែង network នេះយើងជ្រើសរើសយកអីគេ by default យក NAT ហ្នឹងមានន័យថាពេលដែល machine នឹងដំណើរការនៅក្នុង VM network របស់ machine ហ្នឹងគឺវានឹងមាន range ខុសពី machine យើងនៅខាងក្រៅប៉ុន្តែវាអាចស្គាល់គ្នាជាមួយនឹង machine យើងនៅខាងក្រៅបានហើយនឹងស្គាល់ជាមួយ internet ផងដែរអត់ទេ virtual machine យើងនឹងស្គាល់ជាមួយនឹង machine យើងខាងក្រៅហើយក៏ស្គាល់មួយ internet ដែរប៉ុន្តែ range IP ខុសគ្នាបើយើងយកជំរើស host only មានន័យថាវាជា network ដែលស្ថិតតែនៅក្នុង VMware តែប៉ុណ្ណោះមានថាអាចស្គាល់ទៅ machine យើងខាងក្រៅទេបើយើងយក adapter បែបហ្នឹងបើយើងយក custom មានថាយើងជ្រើសរើសយក network segment ណាមួយទៅប្រើប្រាស់នៅក្នុង virtual machine ហ្នឹងបន្តមកទៀតយើងមានជំរើស bridge នេះគឺសម្រាប់ប្រើឲ្យមាន range ដូចគ្នាជាមួយនឹង machine យើងនៅខាងក្រៅ machine យើងខាងក្រៅ range IP ប្រមាណ virtual machine របស់យើង range ស្មើនឹងដែរប៉ុន្តែគេ recommend ទេដោយសារតែខ្លាចវាជាន់ IP ជាមួយនឹង machine យើងខាងក្រៅផ្សេងអញ្ចឹងអ្វីដែលយើងជ្រើសរើសគឺយើងជ្រើសរើសយក NAT អត់ទេប៉ុន្តែ by default យើងយក NAT ហើយប៉ុន្តែគ្នាយើងត្រូវយល់អំពីចំណុចនីមួយៗរបស់ network ហ្នឹងអត់ទេបន្តមកទៀត USB កន្លែងនេះយើងអាចយកជំរើសបានបើសិនជា machine យើង support USB 3 ចុចអីយើងអាចរើសបានប៉ុន្តែកន្លែងហ្នឹងគ្នាយើងមិនចាំបាច់ជ្រើសរើសក៏បានដែរដោយសារតែវាជា additional អត់ទេអញ្ចឹងអ្វីដែលសំខាន់នេះ processor ហើយនឹង CPU ណាសំទោស processor ហើយនឹង RAM
CPU ហើយនឹង RAM តើណាតមកទៀតគ្នាយើងរើសតាមការចង់បានអស់ហើយយើង close មកតមកទៀតកន្លែងនេះយើង click finish អញ្ចឹងកន្លែងនេះយើងឃើញអីគេ power on this virtual machine after create អញ្ចឹងបើយើង check box កន្លែងនេះយើង finish ទៅវានឹង start auto ណាវានឹង start virtual machine ហ្នឹងយើង finish មកអញ្ចឹងវានឹងចាប់ដើម start auto ហើយណាអញ្ចឹងវានឹងចាប់ដើមដំណើរការនៃការ set up ណាអញ្ចឹង Linux machine របស់យើងវានឹងចាប់ដើម install នៅលើ VMware ហ្នឹងអានេះជា Linux machine របស់យើងនៅនេះ we load setter អីគេ SMB host controller not enable អញ្ចឹងជំហានដំបូង Linux វានឹងបើកវានឹងធ្វើការ check រាល់ component ទាំងអស់របស់ hardware យើងហើយវានឹង alert ប្រាប់យើងនៅពេលដែលវា start up ដំបូងពេលដែលវា start up ដំបូងអញ្ចឹងឧទាហរណ៍ចេះនេះឧទាហរណ៍ថាពេលដែលយើង click លើម៉ាស៊ីននេះនេះយើងឃើញទេយើងយក mouse click ទៅមានថា mouse យើងនៅក្នុង VMware អត់ទេហើយយើងចង់ចេញក្រៅយើងចុច control Alt មានថាឲ្យ mouse យើងនៅខាងក្រៅ virtual machine ហ្នឹងណា control Alt អញ្ចឹងយើងអូស mouse យើងមកក្រៅ virtual machine បានហើយតោះនេះឡើយហ្នឹងណា control Alt ពេលដែលយើងចុចទៅនេះយើងឃើញ mouse នៅក្នុងនេះឃើញទេយើងមើលឃើញទេហើយដល់ពេលយើងចង់ចេញមកក្រៅយើងចុច control Alt មកឃើញmouse យើងនៅខាងក្រៅវិញហើយចេញពី virtual machine ហ្នឹងតោះអញ្ចឹងកន្លែងនេះគឺជាការដំឡើងលើដំបូងរបស់យើងកន្លែងនេះយើងឃើញគេឲ្យយើងផ្ទាំង dashboard មួយ welcome to Ubuntu ក្នុងការដំឡើងអញ្ចឹងកន្លែងនេះយើងជ្រើសរើសយកភាសាអង់គ្លេសមកតមកទៀតយើង click next តមកទៀតកន្លែងនេះគឺ accessibility កន្លែងនេះយើង next ធម្មតាមកมันមានជម្រើសក្នុងការកំណត់ទេតមកទៀត keyboard របស់យើងយក English United States អញ្ចឹងកន្លែងនេះយើង click next ធម្មតាតមកទៀតកន្លែងនេះបើសិនជាយើងមានភ្ជាប់អ៊ីនធឺណិតយើង connect ជាមួយអ៊ីនធឺណិតបើសិនជាយើងអត់មានទេយើង click do not connect to internet មកតោះនេះអញ្ចឹងយើង click next ទៀតមកតមកទៀតកន្លែងនេះអីគេមានថាមាន version 3អាចយើង update ប៉ុន្តែយើង skip សិនដោយសារយើងគ្រាន់តែដំឡើងទេយើង skip សិនមកអញ្ចឹងកន្លែងនេះវាមានជម្រើស2កន្លែង install Ubuntu នេះមានន័យថាយើង install OS ហ្នឹងយកទៅប្រើតែម្ដងកន្លែងនេះ try នេះមានថាយើងគ្រាន់តែតេស្តវាទេយើងគ្រាន់តែបើកតេស្តវាទេពេលយើងបើកតេស្ត live OS ហ្នឹងប៉ុន្តែមិនមែនដំឡើងទេពេលដែលយើងត្រូវការប្រើយើងទៅបើកតេស្តយ៉ាងម្ដងទៀត install នេះ install ឲ្យជាប់តែម្ដងបាទណា install ឲ្យជាប់តែម្ដងអញ្ចឹងយើងជ្រើសរើសយកចំណុច install Ubuntu តមកទៀតយើង click next មកតមកទៀតតើយើងធ្វើការ install Ubuntu ហ្នឹងសម្រាប់អីគេកន្លែងនេះយើងមាន interactive installation មួយទៀតអីគេ automate installation អញ្ចឹងកន្លែងនេះយើងយក interactive installation សម្រាប់យើងមានការណែនាំក្នុងការដំឡើងតោះនេះអញ្ចឹងយើងយកជម្រើសខាងលើមកយើង click next តមកទៀតកន្លែងនេះយើងជ្រើសរើសអីគេយើងយក default selection មានថាបើសិនជាយើងចង់ធ្វើការអីគេជ្រើសរើស tool ផ្សេងៗបន្ថែមយើងជ្រើសយក extend ហ្នឹងមានថាមានកម្មវិធី office tool ផ្សេងតោះនេះអញ្ចឹងមានថាយើងមាន tool ប្រើប្រាស់មួយចំនួនបានតែម្ដងក្នុងហ្នឹងមានកម្មវិធី office ដល់ហ្នឹងតែម្ដងឃើញទេអញ្ចឹងជ្រើសរើសយកចំណុច extend selection នេះមកហើយយើង click next តមកទៀតកន្លែងនេះគេឲ្យយើងដំឡើងអីគេ recommend proprietary software ផ្សេងកន្លែងហ្នឹងយើងមិនបាច់យកទេណាយើងមិនបាច់យកទេកន្លែងហ្នឹង
តែមកគ្នាយើងមានអ៊ីនធឺណិតយើងអាច check យកបានមានអ៊ីនធឺណិតណាបាទណាដោយសារនេះវាត្រូវការ download មួយចំនួនកម្មវិធីសម្រាប់ play video play music VGA ផ្សេងតមកទៀតយើង click next មកអញ្ចឹងកន្លែងនេះគឺជាអ្វីដែលយើងត្រូវបែងចែក Python នៅក្នុង Linux នៅ Linux របស់យើងមិនដូច Windows ទេយើងត្រូវការបែងចែក Python ហើយក្នុង Windows ជាទូទៅមានប្រហែល Python អាចដំឡើង Windows បានទេយើងពីតែ Windows ជាទូទៅមានមក Python ដំឡើងបានហើយដោយមិនចាំបាច់មាន Python ច្រើនទេហើយក្នុងនោះគឺយើងត្រូវជ្រើសរើសយកពាក្យថា manual installation បាទនេះជ្រើសរើសយកពាក្យថា manual installation ហើយ click next មកអញ្ចឹងកន្លែងនេះយើងឃើញ HD របស់យើងនេះ HD ដែលយើង share ចេញពីម៉ាស៊ីនរបស់យើងមកណាយើងឃើញ HD ហ្នឹងនេះយើងឃើញ free space របស់យើងមែន 50G យើងណា 50G ប៉ុន្តែមិនបានយើងឃើញរហូតដល់ 53G នេះយើងអត់អីយើង share ចេញពី virtual machine របស់យើងឃើញ 50G អបរនេះឃើញទៅ 53G អត់អីនេះយើងមានដឹងហ៎យើងដែលទិញ HD 500G ហើយបាន 500G គេដាក់ទៅនេះយើងមានថា HD មកទេយើងទិញមកបាន 400G 900G ជាងទេអត់ទេអាហ្នឹងឯងដោយសារតែ Windows វាខាច់ spec ខ្លះហ្នឹងទុកឲ្យយើងដើម្បីក្នុងករណីយើងដាក់ពេញ aspect ដែលវាមានដែលវាឃើញហ្នឹងណាក៏កុំព្យូទ័រយើងនៅប្រើបានដែរតែបើសិនជាវាបើឲ្យយើងអស់ហើយយើងដាក់ពេញអស់កាំងហើយប្រើឡើងកើតហើយចូលលេខកន្លែងកើតដែរបើសិនជា storage យើង full តែម្ដងយល់ទេតែក្នុង Linux វាបង្ហាញទាំងអស់បាទអញ្ចឹងណាអញ្ចឹងបន្ទាប់ពីហ្នឹងយើងត្រូវបង្កើត partition នៅក្នុង Linux យើងអញ្ចឹង partition របស់ Linux យ៉ាងហោចណាស់ត្រូវមាន4 partition អញ្ចឹងដើម្បីបង្កើត partition សម្រាប់ដំឡើង Linux អញ្ចឹងកន្លែងនេះ HD របស់យើងមានតែ HD ទាំងមូលរបស់យើងមាន 50G តមកទៀតដើម្បីបង្កើត HD គឺយើង click កន្លែងសញ្ញាបូកនេះណាបង្កើត partition របស់យើងផ្លេចសញ្ញាលេខបូកតមកទៀតកន្លែងនេះជា file system បើយើងនិយាយអំពី Windows យើងហៅថា NTFS ឬក៏ FAT អញ្ចឹងក្នុង Linux គេប្រើ ext4 ext4 អញ្ចឹងកន្លែងនេះជ្រើសយក file system របស់យើង ext4 ហើយកន្លែង mount point នេះជំហានដំបូងបំផុតគឺយើងត្រូវជ្រើសរើសយក partition មួយដែលមានឈ្មោះថា boot partition boot partition គឺតម្រូវឲ្យយើងមានត្រឹមតែមួយ G អីណាមួយ G បានហើយ boot partition យើងមួយ G សម្រាប់ឲ្យយើងប្រើប្រាស់ជា installation file របស់ Linux ទាំងអស់ក្នុងហ្នឹងវាថាអ្វីដែលវាត្រូវការ boot ចេញឲ្យ OS របស់យើងដំណើរការគឺវាទុកនៅក្នុង partition មួយដែលមានឈ្មោះថា boot partition ហើយយើង click OK មកអញ្ចឹងយើងនឹងបង្កើតបានអីគេ boot partition របស់យើងមួយសម្រាប់ boot file system ផ្សេងៗអត់ទេតមកទៀតយើងត្រូវការបែងចែក partition ចំនួន3ទៀតអញ្ចឹងយើង click កន្លែង free space យើងនេះមកយើង click សញ្ញាបូកទៀតតមកទៀតបន្ទាប់ពី boot ហើយយើងត្រូវការ partition មួយទៀតដែលមានឈ្មោះថា swap partition នេះគឺតម្រូវឲ្យយើងមានអីគេស្មើនឹង RAM របស់ virtual machine របស់យើងឬក៏គុណនឹង2នៃ RAM របស់ virtual machine នេះអញ្ចឹង RAM របស់ virtual machine យើងប្រហែល G 4G ពេលដែលយើងដំឡើងដំបូងអត់ទេ RAM 4G អញ្ចឹងយើងដាក់វាគុណនឹង2គឺដាក់ថា 8G ណា RAM នឹង 8G អត់ទេហើយកន្លែង mount point យើងនេះកន្លែង swap ហ្នឹងវាអត់មានមកណាយើងទេវាចាប់យក swap តែម្ដងហើយ partition របស់ swap ហ្នឹងគឺមានទំហំ 8G partition របស់ swap ហ្នឹងគឺមានទំហំ 8G អត់ទេអញ្ចឹងអានេះ partition របស់ boot partition របស់ swap តមកទៀតយើងមាន partition មួយទៀតសម្រាប់អីគេ root user ហ្នឹងគឺជា user ដែលមានសិទ្ធិ
ធំជាងគេបំផុតនៅក្នុង Linux root user វាស្មើនឹង administrator ក្នុង Windows វាតួនាទីរបស់វាមានសិទ្ធិធំអញ្ចឹងកន្លែងហ្នឹងយើងត្រូវជ្រើសរើសយក file របស់យើង ext4 ដដែល mount point យើងយកសញ្ញាslash ណា slash នោះមានន័យថាស្មើនឹង root បាទនេះ slash នឹង root ហើយហ្នឹងណាអញ្ចឹងប្រើសម្រាប់អីប្រើសម្រាប់រក្សាទុកទិន្នន័យរបស់ root user អញ្ចឹងកន្លែងហ្នឹងយើងដាក់ឲ្យធំតិចមកកន្លែងហ្នឹងណាយើងដាក់ថា20G មកណា 20G ឬក៏ 25G ក៏បានដែរណាវាចែកជាពីរជាមួយនឹង Python មួយទៀតដែលមានឈ្មោះថា home តោះណាអញ្ចឹងកន្លែង root ហ្នឹងយើងដាក់20តមកទៀតសល់ 24G ហ្នឹងជា Python ចុងក្រោយគឺយើងដាក់ Python ដែលមានឈ្មោះថា home Python ដែលមានឈ្មោះថា home កន្លែងហ្នឹងណាកន្លែងនេះវានឹងអស់កន្លែងមកយើងយក G មានថាបើសិនយើងកំណត់ទេគឺអស់យើងយកសល់ប្រហែលយើងយកប៉ុណ្ណឹងអញ្ចឹង Python របស់យើងចុងក្រោយគឺ Python ដែលមានឈ្មោះថា home ចា៎ហ្នឹងគឺជា partition របស់ Linux ដែលយើងបានបែងចែកនេះក្នុង Linux នេះមើលឃើញទេតោះនេះនេះតមកទៀតតបើយើងចែក Python ហើយយើងចែក Python ហើយយើងคลิก next មកណាតមកទៀតកន្លែងនេះគឺតម្រូវឲ្យយើងបង្កើតនៅ username របស់យើងដដែលវា computer ឈ្មោះម៉ាស៊ីនរបស់យើងកន្លែងនេះគឺអីគេ computer name មានតែម៉ាស៊ីនឈ្មោះម៉ាស៊ីនរបស់យើង Ubuntu ដាក់ផ្ទះយ៉ាងមកហ្នឹងឈ្មោះម៉ាស៊ីនយើងកន្លែងនេះជា username របស់យើងតមកទៀតកន្លែងនេះគឺ password យើងដាក់ password មកយើងមើលឃើញទេ password តមកទៀតយើងคลิก next មកកន្លែងនេះវានឹង detect location ឲ្យយើងអញ្ចឹងកន្លែងនេះយើងជ្រើសរើសយកទីតាំងរបស់យើងបើយើងនិយាយទៅអានឹងវាជា region ណាអញ្ចឹងវានឹង detect នៅពេលដែលយើងមាន internet វានឹង detect ស្រុកយើងតែបើអត់មានទេយើងត្រូវជ្រើសរើសយក manual តែមាន internet វានឹង detect ទីតាំងឲ្យយើងនៅស្វ័យប្រវត្តិហើយណាអញ្ចឹងវាឃើញនៅកម្ពុជា time zone យើងក្នុងពេញណាអញ្ចឹងយើងคลิก next ទៀតមកតមកទៀត Python របស់យើងអានេះមានថា review នៃការដំឡើងរបស់យើងអញ្ចឹង Python ដែលយើងបានបែងចែកនេះមានអីគេមាន SD1 SDA1 SDA3 SDA4 SDA5 អញ្ចឹងយើងមាន boot យើងមាន swap យើងមាន root យើងមាន home តើអាហ្នឹងជា Python ដែលតម្រូវឲ្យមាននៅក្នុង Linux របស់យើងតមកទៀតយើង click យកពាក្យថា install ណាអញ្ចឹងកន្លែងនេះវាចាប់ដើម install virtual machine របស់យើងចឹងកន្លែងហ្នឹងយើងត្រូវរងចាំយើងតោះណាអញ្ចឹងចំណុចសំខាន់នៅក្នុងការដំឡើងហ្នឹងគឺការអីគេបែងចែកទៅលើ resource យើងទៅប្រើប្រាស់ទី1មាន CPU មាន RAM មាន storage ដែលចេញពីម៉ាស៊ីនយើងនៅខាងក្រៅចំណុចសំខាន់ទី2គឺការបែងចែក partition សម្រាប់ Linux តមកទៀតมันមានអីស្មុគស្មាញទេគាត់នេះយើងអញ្ចឹងគ្នាយើងត្រូវរងចាំក្នុងការដំឡើងអញ្ចឹងវាចាប់ផ្ដើមធ្វើការ copy file ដើម្បីធ្វើការដំឡើងហើយយើងរងចាំណាអញ្ចឹងខ្ញុំ push អញ្ចឹងក្នុងនេះគេប្រាប់យើងថានេះ 66% នៃអ្នក developer គឺប្រើ Ubuntu ណា prefer to Ubuntu មានថា Ubuntu ហ្នឹងគឺ popular ដែរមានកម្មវិធីប្រើប្រាស់ email មាន Office មានអីផ្សេងៗណាហើយ interface របស់ Linux ជា Ubuntu របស់យើងស្អាតស្អាតដូច Mac ដែរ
យើងចិត្តចប់ហើយដល់កន្លែង setting up system ហើយអញ្ចឹងមានថា install ហើយនៅ setting up system ហ្នឹងណាអញ្ចឹងចិត្តចប់ហើយតោះឥឡូវយើងចប់ហើយអញ្ចឹងបន្ទាប់ពីយើងចប់យើងធ្វើការ restart អញ្ចឹងយើងបានដំឡើងជាបន្ទុកឬក៏ Linux របស់យើងនៅក្នុង virtual machine ដោយជោគជ័យហើយអញ្ចឹងយើងអាចធ្វើការប្រើប្រាស់ Linux របស់យើងបានវាកំពុងតែ start up system ដល់ពេល check ចប់យើងអាចធ្វើការប្រើប្រាស់ email របស់យើងបានអញ្ចឹងយើងចូលដល់ username របស់យើងមកហើយនឹង password របស់យើងពេលដែលយើងបានដំឡើងនេះបានដំឡើងអូខេឥឡូវយើងអាចប្រើប្រាស់ពីបន្ទុករបស់យើងបានហើយអញ្ចឹងនេះជាផ្ទាំង interface របស់ Ubuntu របស់យើងកន្លែងនេះយើង skip សិនមកកន្លែងនេះយើង click next មក finish អញ្ចឹងយើងអាចប្រើប្រាស់ Ubuntu របស់យើងបាននៅនេះយើងមានកម្មវិធី library office ដែលវាដូចគ្នាទៅនឹង Word ប៉ុន្តែវាជាកម្មវិធីរបស់ open source ណាវាជាពពួកកម្មវិធីរបស់ open source អញ្ចឹងយើងអាចប្រើប្រាស់ជំនួស office របស់យើងបានប៉ុន្តែជាទម្រង់ Linux ឬក៏ជាទម្រង់ open source អញ្ចឹងនេះគឺជា interface របស់ Ubuntu របស់យើងដែលយើងបានដំឡើងអញ្ចឹងនេះយើងអាចប្រើប្រាស់បាននិងអាចដំឡើងដើម្បីតេស្តអនុវត្តនិងតេស្តការងារផ្សេងៗនៅក្នុង Ubuntu របស់យើងបានអញ្ចឹងវីដេអូនេះយើងមានប៉ុណ្ណឹងអរគុណគ្នាយើងសម្រាប់ការយកចិត្តទុកដាក់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអញ្ចឹងអរគុណយើងជួបគ្នានៅវីដេអូក្រោយ